ជំរាបសួរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសថ្ងៃនេះខ្ញុំបានទទួលនៅដំណឹងថ្មីទៀតហើយខ្ញុំក៏មិនចង់បើនិយាយខ្លីទៅខ្ញុំក៏មិនចង់បំផុសនៅវីដេអូអធិប្បាយនៅបញ្ហាដែលថៃបានមកទម្លាក់គ្រាប់បែកសារជាថ្មីម្ដងទៀតទៅលើផ្ទះប្រជាជនដែលគ្នាគ្មានកំហុសថ្ងៃនេះនិយាយខ្លីថ្ងៃនេះគឺថ្ងៃទី18ខែកុម្ភៈឆ្នាំ2026ហើយដំណឹងនេះគឺជាដំណឹងមួយយ៉ាងសោកស្ដាយបំផុតដល់ឃើញថាថៃដូចជាគ្មានលទ្ធភាពសមត្ថភាពទៅទម្លាក់គ្រាប់បែកលើផ្ទះហ៊ុនសែនទេវាមានសមត្ថភាពលទ្ធភាពទៅធ្វើបាបប្រជាជនដែលគ្មានកំហុសបាបប្រជាជនដែលគ្មានកំហុសហើយចំណែកឯប្រជាជនខ្មែរដែលត្រូវរងគ្រោះធ្វើឲ្យគ្នាវេទនាហើយចំណែកឯប្រជាជនខ្មែរមួយចំនួនទៀតបានតែសង្ងំហើយសម្លឹងមើលនៅការវេទនារបស់ខ្មែរដូចគ្នាហើយវាមានច្រើនពួកច្រើនបាក់ណាស់មួយទៀតបានត្រឹមតែសម្លុតធ្វើបាបខ្មែរតែមិនមែនត្រឹមតែខ្មែរទេព្រោះមានលាយួនលាយអីនៅក្នុងហ្នឹងណាលាយួនលាយអីក្នុងហ្នឹងហើយម្យ៉ាងវិញទៀតលាយួនលាយអីក្នុងហ្នឹងខ្លះហ្នឹងចេះភាសាខ្មែរយ៉ាងច្បាស់លាស់មកវាយធ្វើបាបខ្មែរហើយខ្មែរមួយចំនួនដែលឃើញទស្សនវិជ្ជាអស់ហ្នឹងហើយហ្នឹងក៏សង្ងំអត់ចេះរើបំរាស់អត់ចេះអីទេអត់ចេះរួមគ្នាហើយដូច្នេះហើយម្ដងទៀតឥឡូវហ្នឹងថៃពាត់យកដីអស់មិនចេះតិចតែមួយទៀតនឹងអួតចុយម្លាយអួតសម្រាប់តែខ្មែរណាសឹកងើបមួយចាប់មួយងើបមួយវាយមួយប៉ុន្តែដល់យួនចូលមកធ្វើដូចឆ្កែអន់ជាឆ្កែទៀតនិយាយចំឈ្មោះបដ ហ៊ុនសែនវាអញ្ចឹងហ៊ុនម៉ាណែតហ៊ុនសែននេះហ៊ុនម៉ាណែតដឹងកូនយួនហើយហ៊ុនសែនវាត្រពងយួនហើយថៃនេះទៀតសោតទៅវាយធ្វើបាបទម្លាក់គ្រាប់បែកទៅលើប្រជាជនដែលគ្នាអត់ដឹងអត់មានកំហុសចឹងថាខ្ញុំមើលទៅឃើញទស្សនវិជ្ជាដូចជាពិបាកមើលហើយត្រពងមួយចំនួនទៀតនិយាយឡើងសិតហៅអ្នកក្រៅប្រទេសទៅបើខ្លាំងទៅចាបកាច់យកទាំងអស់គ្នាហ្នឹងនៅក្នុងស្រុកហ្នឹងហើយក៏មិនងើបទៅហើយមិនធ្វើទៅ
បានគេអ្នកក្រៅសុកគេជួយអំពាវនាវឲ្យហើយខ្ញុំយ៉ាងទៀតអាខ្លះមកដល់ស្រុកនេះហើយនៅភ្លើដែរអាខ្លះមួយចំនួនភ្លើអត់ចេះអត់មានខួរក្បាលដល់អត់មានខួរក្បាលអញ្ចឹងពិបាកនិយាយទៅយើងពិបាកអធិប្បាយដល់ពេលវាអត់មានខួរអញ្ចឹងណាមកដល់ស្រុកគេហើយយើងគួរណាមានអារម្មណ៍មានខួរក្បាលចេះគិតពិចារណាកុំឲ្យហើយអើទៅតាមគេមនុស្សអត់ខួរអត់អីចឹងណាពិបាកណាហើយនិយាយហើយបើគេនិយាយប៉ុណ្ណឹងហើយគួរណាពិចារណាកុំសូមបីអីអាខ្លះនៅចិត្តខ្ញុំប៉ុន្តែខ្ញុំនឹងវានៅណាពិតប្រាកដទេមានប្រយោជន៍អីទៅត្រពងទៅប្រងចំមនុស្សដែលជួយជាតិស្រង់ជាតិអីអាហ្នឹងវាអត់អីទេតែទៅត្រពងចំមនុស្សក្បត់ជាតិណាមនុស្សហ្នឹងក៏ក្បត់ជាតិដែរណាត្រូវឲ្យដឹងហើយបើមិនយល់ទេអាក្បត់ជាតិហ្នឹងយើងធ្វើអ្វីខ្លះបានជាក្បត់ជាតិត្រូវដឹងជាតិខ្មែរដូចខ្ញុំរៀបរាប់ប៉ុន្តែបងប្អូនខ្លះមិនយល់មិនដឹងទេខ្ញុំនិយាយពីរឿងចាស់ទៅចោះរឿងដូចជ័យគិថានេះឲ្យដីបកគលដីទៅយួនទៅអីហ្នឹងអាហ្នឹងក្បត់ជាតិហើយណាឪពុករបស់ជ័យគិថាហ្នឹងតាសក់ផ្អែមសម្រាប់ស្ដេចអាហ្នឹងក៏ក្បត់ជាតិហើយស៊ីអនុយកយួនមកសម្រាប់ខ្មែរអាហ្នឹងក្បត់ជាតិហើយមិនបាច់ដល់បំផ្លាញអីទេកំថានិយាយឲ្យទឹកដីទៅគេកាត់ទឹកដីទៅគេហ្នឹងក្បត់ជាតិហើយយល់ដឹងទេយើងក្បត់ជាតិហើយឆ្លឹកតង់យល់ណាណាបាច់និយាយអីដូចនេះចឹងស្រុកគេមានរឿងរដ្ឋាភិបាលដូចជារដ្ឋាភិបាលគេផ្សេងតែឃើញទេបើសិនជាដូច Donald Trump អញ្ចឹងឲ្យគេធ្វើនេះធ្វើនោះអាហ្នឹងក៏ចូលជាលក្ខណៈបត់ជាតិដែរអាហ្នឹងបងប្អូនតោងយល់អ្នកដែលរៀនច្បាប់រៀនអីត្រឹមត្រូវពិតកាត់គួរយល់គួរដឹងប៉ុន្តែបើនិយាយពីដូចតុលាការចៅក្រមនៅស្រុកខ្មែរចៅក្រមស្រុកខ្មែរវាមិនមែនយកច្បាប់យកមកអនុវត្តទេវាធ្វើអីទៅតាមគេបញ្ជាគេប្រាប់ធ្វើអីធ្វើហ្នឹងណាហើយអាតងោលទៀតសោតចោលមិនទៀតស៊ីបាយបជារាជូអាចធ្ងន់ប្រគុណហើយដើរត្រោនធ្វើឯងទឹកមុខស្ងួតអីណាឪវាធ្លាប់ចឹងឪវាធ្លាប់ឃើញទេខ្មែរអត់ដឹងរឿងស៊ីអនុយកយួនមកសម្រាប់ខ្មែរមានដឹងរឿងណាយកគេទៅបាញ់ចោលនៅទៅពាំងកលឹងអីហ្នឹងខ្មែរអត់ដឹងរឿងអីទេអត់ដឹងរឿងពីមុនមកអត់ដឹងរឿងចេះតែសម្ដេចមេដាជាតិស៊ីនោះដើរគប់ល្បិចផែនការ5ឆ្នាំធ្វើម្ដងហើយម្ដងទៀតអត់រួចក្រោយមកមានគំនិតឲ្យលន់នល់ធ្វើរដ្ឋប្រហារបានសម្រេចរដ្ឋប្រហារបានសម្រេចធ្វើសង្គ្រាមរយៈពេល5ឆ្នាំចប់ឃើញទេវាមានច្រើនយ៉ាងណាលន់នល់បើសិនជាលន់នល់ពិតប្រកបថានឹងជួយស្រោចស្រង់ចិត្តពិតប្រកបណាពេលនោះលន់នល់មិនគួរទម្លាក់អាវុធទេប៉ុន្តែតាមមើលដំណើរ
bờ tô mình bán bộ luôn non được cơ những và nơi thua rừng riêng tiết khai chỉ vật bị chi chuyên nước ở trờiแต่ตามเปิดออได้มันจะออจะได้นี่ปูอาวุธยุทโธภัณฑ์อเมริกเนี่ยจำนวนไอ้ขมายกับหอมดอกเนี่ยการกับเรื่องเปลี่ยนดาวมูลค่าไอ้สมัยชนำปอนมวย70เปลี่ยนเสียบใจจังขมายกับหอมได้ใส่ได้ซาจำได้ตีมวยคือเสียนุกนึงเนี่ยพอจบโจเอาขมายบุชุดบุงเวงហើយខ្មែរក្រហមទៅណាប្រជាជននឹងលាក់ខ្មែរក្រហមដល់ហ្នឹងលាក់នៅក្នុងអីនេះហ្នឹងលាក់ក្នុងភូមិក្នុងស្រុកក្នុងអីហ្នឹងលាក់ក្នុងភូមិក្នុងស្រុកហ្នឹងតែហ៊ានមុំខ្មែរក្រហមបាយតែហ៊ានជើងខ្លាំងស្ងាត់ជ្រាបដូចចោលដូចខ្ញុំចូលប្លុកជួយពួក CBE ចឹងកន្លែងឡាខ្លាំងគេបញ្ជូនទៅហើយទៅដល់កន្លែងហ្នឹងស្ងាត់ជ្រាបអត់មានអីទេរហូតដល់ពេលដែលខ្មែររងគ្រោះឈឺចុកចាប់ងាប់ច្រើនពេកខ្មែរប្រងើបដល់ខ្មែរប្រជាជនខ្មែរប្រងើបប្រឆាំងជាមួយខ្មែរក្រហមឆ្នាំ1976សៀនុឲ្យចិនចូលស្រុកខ្មែរពេញពួកបាគាត់ហ្នឹងគាត់ចូលស្រុកខ្មែរពេញដឹងតែខ្មែរប្រងើបប្រងអីហើយមើលតាណាមកើតទេចិននោះអត់រួចទេរត់ទៅយួនតាក់តងមួយយួនឲ្យយួនមកទៀតធ្វើឲ្យយួននឹងធ្វើសង្គ្រាមមកវាយតែតាមពិតអត់ទេសៀនុធ្វើអញ្ចឹងតាដើម្បីបំផ្លាញខ្មែរសៀនុធ្វើម្ដងហើយម្ដងទៀតដើម្បីបំផ្លាញដល់ពេលឆ្នាំ1979ឃើញទេនៅពេលសម័យខ្មែរក្រហមចូលប្រមូលមាសប្រមូលប្រាក់ប្រមូលស្អីទាំងអស់ដាក់ម្ដុំកំភ្លើងអីយកអស់ឃើញទេអាហ្នឹងឆាកឃើញទេឈុតឆាកដែលសៀនុរៀបចំគឺប្រមូលគ្រឿងសម្បត្តិទាំងអស់គួរមកកន្លែងនៅពេលយួនចូលមកយួនប្លន់យកអស់លីងតាំងពីប៉លហោះតាំងពីស្អីរហូតដល់ចប់កាប់មិនសល់ក្រោយមកទៀតលបួងខ្មែរតាមព្រំបន្ទល់យកទៅស្រុកខ្មែរដើម្បីឲ្យងាប់វិញមិនតែប៉ុណ្ណោះសោតយួនចូលមកយកទ្រព្យសម្បត្តិឆ្នាំ1979ស្រុកទ្រព្យសម្បត្តិស្រុកខ្មែរយួនយកអស់លើកឲ្យមួយបតកមកថាអរគុណសន្តិភាពមិនអរគុណសន្តិភាពពួកយួនវាលួចទ្រព្យសម្បត្តិខ្មែរអស់ហើយហ្នឹងតែមកដល់បច្ចុប្បន្ននេះទៀតសោតមានអីតដៃមួយថៃបើយួនយកអស់ហើយហើយហ៊ុនសែននេះទៀតសោតងើបមួយវាយមួយបានតែខ្មែរគ្នាឯងដែលគ្មានអាវុធយុទ្ធភ័ណ្ឌនេះវាប្រើអាទាហានកប៉ិចកប៉ុកអស់មានកំភ្លើង4 5ដើមនឹងយកមកសម្លុតប្រជាជនខ្មែរធ្វើឲ្យខ្មែរនឹងខ្លាប់ខ្លាចហើយខ្មែរវាផ្សំហ្នឹងគឺផ្សំទាំងអស់ទាំងខ្មែរយើងហ្នឹងដល់គេធ្វើអញ្ចឹងហើយអត់ព្រមទេអត់ព្រមងើបអត់ព្រមតមកខ្លាចគេធ្វើបាបខ្លាចជាងាប់មិនរួចជាងាប់យ៉ាងម៉េចក៏អត់រួចដែរហើយឥឡូវនេះថៃវាដឹងចំណុចខ្សោយខ្មែរអត់មានអីតតាំងវាអញ្ជ្រុំវាទម្លាក់បានស្រែកចិត្តហើយទម្លាក់អញ្ជ្រុំនេះណាយកកប៉ាល់ហោះមកទម្លាក់ក្របបែកចំលើប្រជាជនដែលគ្នាគ្មានអាវុធគ្មានអីតតាំងកុំមិនតែប៉ុណ្ណោះសោតតែហ៊ានអ្នកស្នេហាជាតិតាមដងព្រំប្រទល់ដែនអត់មានស្បែកជើងពាក់ទេអាវុធយុទ្ធភ័ណ្ឌក៏អត់ឲ្យគ្នាមិនគ្រប់ដែរហើយនៅក្នុងស្រុកទៀតសោតចេះហើយអាខ្លះគេឲ្យគាត់ថាស្លៀកពាក់ឲ្យដើរសម្លុតខ្មែរធ្វើអានោះ
អត់មានឲ្យកាន់កំភ្លើងទេព្រោះយួនវាដឹងតាណាកាលណាឲ្យអាពួកនឹងកាន់កំភ្លើងវាតដៃហើយឆ្នេះអត់ឲ្យឲ្យកាន់កំភ្លើងទេហើយហ៊ុនសែនវាធ្វើទៅតាមហ្នឹងតាមបញ្ជាយួនបញ្ជាឲ្យយួនបញ្ជាហ៊ុនសែនបញ្ជាអាតកោលណាហើយធ្វើជឺទៅអញរៀបចំអីចឹងខ្ញុំមិនឌីលេខ្ញុំនិយាយការពិតគឺចឹងមែនហើយមានកណ្ដិតអីហ៊ុនសែនហ៊ុនណៃវាធ្វើអីកើតប្រជាជនធ្វើអីក៏អត់មានច្រកទីផ្សារអត់មានអីទាំងអស់ណាឥឡូវហ្នឹងម្ដងហើយម្ដងទៀតថ្ងៃនេះថ្មីនេះ2ថ្ងៃជាប់គ្នាថៃបើកយន្តហោះទម្លាក់គ្រាប់បែកលើប្រជាជនដែលព្យាសឹកអត់មានអាវុធមកតតាំងកូនចៅអត់បានរៀនសូត្រហើយសួរថាឥឡូវហ្នឹងបើដល់ថ្នាក់ហ្នឹងដែលវាមានទឹកចិត្តមកជួយដែលវាមានអារម្មណ៍ដើម្បីជួយខ្មែរឲ្យផុតពីបញ្ហាអស់ហ្នឹងអត់មានទេអត់មានឃើញអើតក្បាលហើយវាមានលទ្ធភាពអីយើងសួរនិយាយអ្នកដឹកនាំយើងមានលទ្ធភាពអីធ្វើអញ្ចឹងមានសមត្ថភាពអីធ្វើអញ្ចឹងអត់មានប្រាក់ដែលវាលុកដីធ្លីព្រៃឈើគ្រប់បែបយ៉ាងនៅក្នុងស្រុកខ្មែរដែលមានយកមកដើម្បីបំពេញនៅភាពខ្វះខាតរបស់ខ្មែរទេអត់មានទេអត់មានទេធ្វើមិនដឹងហើយខ្លះនិយាយឃើញយើងឃើញទស្សនវិជ្ជាថ្មីអញ្ចឹងដែលធ្វើឲ្យខ្ញុំនឹងទ្រាំមិនបានមិនចង់និយាយប៉ុន្តែត្រូវតែនិយាយមួយទៅភ្នែកទៅច្រមុះហើយតិចតែខ្ញុំនិយាយអញ្ចឹងអាអ្នកដែលថាត្រពងត្រអីហ្នឹងមកនេះមើលខ្ញុំអត់បានទេនៅចិត្តខ្ញុំក៏ដោយនៅឆ្ងាយខ្ញុំក៏ដោយបើថានៅចិត្តខ្ញុំកាន់តែស្រួលហើយក៏មិនទេទោះបីឲ្យចូលជាតិក៏ត្រូវទៅរុញទៅស្រុកខ្មែរវិញដែរព្រោះវាខុសបើនិយាយពីទៅតាមច្បាប់ស្រុកគេគេថារដ្ឋធម្មនុញ្ញ constitutions ហើយយើងបានមកដល់ស្រុកគេយើងត្រូវធ្វើអីខ្លះអានេះខ្ញុំមិនមែនតាក់ទងរឿងផ្នែកនយោបាយយូរអីជាមួយប៉ុន្តែនិយាយទៅតាមការពិតឃើញថាវាអញ្ចឹងមិនមែនបកណាទេព្រោះខ្ញុំគ្មានសំរងស៊ីខ្ញុំអេនទេគ្មានអីទេអត់មានតំណែងជាមួយសំរងស៊ីអត់មានអីទាំងអស់ប៉ុន្តែគេគិតថាឃើញការទៅភ្នែករបស់ខ្ញុំជាមួយនឹងការដឹកនាំរបស់ហ៊ុនសែនហ៊ុនម៉ាណែតនេះវាអត់មានប្រយោជន៍អីសម្រាប់ខ្មែរអត់មានកន្លែងចម្រើនសម្រាប់ខ្មែរបើសិនជាធ្វើបានចម្រើនខ្ញុំគ្រប់គ្រងប៉ុន្តែអត់មានសោះហ្មងកុំសូមបីអីកុំសូមបីថាថៃនឹងវាធ្វើសង្គ្រាមវាយលុកចូលស្រុកខ្មែរយើងមានមើលទីផ្សារណាឥឡូវនឹងខ្មែរមានទីផ្សារប្រហែលយកមកដល់ស្រុកគេអត់មានណាអញ្ចឹងបានថាបងប្អូនតើចេះរិះតេះរិះពិចារណាខ្លួនឯងផងកុំពឹងគេតែកុំពឹងគេយើងត្រូវតែស្រាវជ្រាវរកខ្លួនយើងធ្វើយ៉ាងម៉េចដើម្បីឲ្យមានជីវភាពខ្លួនយើងនឹងរស់ប៉ុណ្បើណាតែប៉ុណ្្នឹងឯងខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូន
អត់មានអ្វីផ្សេងទៀតដើម្បីជួយមកអត្ថបាយបកស្រាយជូនទេព្រោះយើងឃើញទស្សនវិជ្ជាថ្មីអញ្ចឹងហើយបងប្អូនដែលរត់ចេញពីលំនៅឋានដោយសារថ្ងៃទម្លាក់ក្របបែកចឹងខ្ញុំក៏គ្មានលទ្ធភាពនឹងទៅជួយតែគាត់ថាជឿចុកចាប់ជំនួសទៅឃើញបងប្អូនមានការវេទនារត់ចេញពីទីលំនៅរបស់ខ្លួនដើម្បីរកសុខចឹងបានន័យថាគ្មានអ្វីគួរឲ្យសង្ឃឹមគ្មានអ្វីគួរឲ្យមានសេចក្តីសង្ឃឹមគឺថាមានតែការយ៉ាប់យ៉ឺនម្ដងហើយម្ដងទៀតថ្មីនេះ2ថ្ងៃផ្ទួនគ្នាថៃវារំលោភហើយព្រោះយើងអត់មានអីទប់ទល់អញ្ចឹងមិនថាខ្ញុំសូមសម្ដែងដល់ការសោកស្ដាយដល់បងប្អូនមួយចំនួនកូនក្មួយដែលរត់ភៀសខ្លួនចេញពីទីលំនៅដើម្បីមករកសុខនេះជាគំនិតហើយនឹងការយល់ឃើញរបស់ខ្ញុំនឹកឃើញថាអាណិតខ្មែរតែមានតែចិត្តឈឺចាប់ជំនួសតែប៉ុណ្្នឹងឯងសូមអរគុណសូមជម្រាបលាបាយបាយ